បន្ទាប់ពីមើលរឿងសែនឆ្ងាយចិត្តអ្នករួចមកខ្ញុំឃើញ perspective មួយពីមនុស្សប្រុសដូចគេនិយាយរបៀបដូច trending ឥឡូវហ្នឹងចូលដល់យុគ9អញ្ចឹងស្អីគឺមានមហិច្ឆតាការមើលឃើញអីផ្សេងជាច្រើនខ្លាំងណាស់បើសិនជាមនុស្សប្រុសគាត់អត់មានចក្ខុវិស័យវែងឆ្ងាយអីស្រួលបួរទេទោះបីជាខាងស្រីគាត់ស្រឡាញ់យ៉ាងម៉េចក៏ដោយ at the end of the day គាត់ត្រូវការនៅជីវិតមួយដែលគាត់ចង់បានជីវិតមួយដែលគាត់តែងសម័យជីវិតមួយដែលមានមនុស្សម្នាក់គាត់អាចពឹងផ្អែកបានអញ្ចឹងបើសិនជាមនុស្សប្រុសគាត់អត់មានចក្ខុវិស័យវែងឆ្ងាយនៅពេលដែលខាងស្រីគាត់មានគឺគាត់អាចនៅមួយយើងបានទេ level គឺខុសគ្នាខាងស្រីគេអញ្ចឹងខាងប្រុសគឺគេប៉ុណ្ណេះចង់មិនចង់គេនឹងដើរចេញពីយើងដូចក្នុងរឿងហ្នឹងអញ្ចឹង spoiler alert នៅពេលដែលខាងស្រីគាត់ឃើញថាអ្នកប្រុសហ្នឹងគាត់កិច្ចសាលាគ្រូដេញវាយមិនអញ្ចឹងហើយបន្ទាប់មកគេក៏និយាយពាក្យមួយដែលរៀងធ្ងន់ដែរអញ្ចឹងណាថាអត់ខំប្រឹងរៀងទេនៅធ្វើតែស្រែហ្នឹងទៅវារៀង sensitive ក៏ប៉ុន្តែវាគឺជាពាក្យមួយដែលចាស់គឺតែងតែប្រើ so ខាងស្រីគេចាប់ផ្ដើមអស់ចិត្តណាយចិត្តតែនៅពេលដែលម្នាក់ស្រីហ្នឹងដឹងថាម្នាក់ប្រុសហ្នឹងគាត់មានចក្ខុវិស័យរបស់គាត់ដែរគាត់ចង់ធ្វើជាកសិកម្មមួយដើម្បីជួយភូមិគាត់ភូមិសៀមរាបរបស់គាត់ហ្នឹងចង់ឲ្យអ្នកដែលគាត់អត់សូវមានលុយអត់សូវមានចំណេះដឹងមកធ្វើការនៅកន្លែងហ្នឹងឲ្យបានភាពប្រាក់ខែហើយក៏ជួយផ្គត់ផ្គង់ទៅដល់ភូមិហ្នឹងផងដែរអញ្ចឹងខាងស្រីគេលើកចក្ខុវិស័យបែបហ្នឹងគេចាប់ចិត្តស្រឡាញ់មកវិញទៀតហើយនៅក្នុងរឿងហ្នឹងណាខូតដោយលុយច្រើនណាបើសិនជាយើងស្រឡាញ់ម្នាក់ហ្នឹងមិនមែនមានន័យថាដល់តែយើងនៅក្បែរគេទើបគេហៅស្រឡាញ់ទេយើងស្រឡាញ់ម្នាក់ហ្នឹងគឺយើងហ៊ានលះបង់អ្វីមួយហើយចង់ឲ្យគេល្អដូចមីងរបស់គាត់ចង់ឲ្យក្មួយគាត់ល្អចង់ឲ្យប្អូនស្រីរបស់គាត់បង្កើតនេះបានទៅនៅពេញចំណេះដឹងក៏បានច្រើនរលុយក៏បានច្រើនមានឱកាសច្រើនវាអញ្ចឹងណាអញ្ចឹងឡើងមកពេញពីនេះក៏រកអនាគតដែលល្អមួយហើយក៏ដូចគ្នាដែរមកគូស្នេហាហ្នឹងណាគេសុខចិត្តថាបើទៅពេញមិនបានទេឲ្យគេទៅយើងគឺគិតពីអនាគតរបស់ម្នាក់ទៀតដែលយើងស្រឡាញ់យើងអត់អាចអាត្មានិយមទេហើយនៅពេលដែលយើងមានចក្ខុវិស័យខុសគ្នាក៏យើងអត់អាចអាត្មានិយមឲ្យគេដើរតាមយើងឬក៏បែបណាដែរអ្វីដែលយើងអាចធ្វើបានព្យាយាមនិយាយជាមួយគ្នាហើយយើងអាចចាប់អាការមើលឃើញរបស់យើងទាំងពីរនាក់ហ្នឹងចូលគ្នាបានកើតទៅអត់ and the rest of the story ឲ្យ fate វាចាត់ចែងខ្លួនឯងអញ្ចឹងណា anyway ខ្ញុំមិនមែនប្រម៉ូទទេណា actually គេគ្មានឲ្យលុយខ្ញុំទេគេគ្រាន់ invite ខ្ញុំឲ្យទៅមើល that's it ក៏ប៉ុន្តែរឿងហ្នឹង it's just such a beautiful movie ខ្លាំងហ្មងតែខ្ញុំ recommend ឲ្យអ្នកនរគ្នាមើលវាមានអត្ថន័យត្រឹមត្រូវរបៀបអញ្ចឹង we're just too meaningful to skip this movie you get it